នេះជាការសូមត្រាស់បាយគុំគុំចាស់គ្រប់ព្រះអង្គនៅក្នុងប្រទេសនិងក្រៅប្រទេសក៏សូមចម្រើនពរញោមញាតនៅក្នុងប្រទេសកម្ពុជាទាំងមូលព្រមទាំងញោមញាតនៅលើពិភពលោកដែលជាកូនខ្មែរនៅស្នេហាជាតិថ្ងៃនេះស្មារតីគឺនៅវត្តស្ទឹងមានជ័យនៅខណ្ឌមានជ័យរាជធានីភ្នំពេញព្រមទាំងញោមនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ230គ្រួសារបច្ចុប្បន្នគឺស្នាក់នៅវត្តស្ទឹងមានជ័យនៅរាជធានីភ្នំពេញឥឡូវញោមបានចងទួងជាតិនឹងជាង200ទួងជាតិជាងព្រោះដើម្បីញោមឃើញនេះច្រើនទៅញោមកំពុងតែកម្រោងនឹងការចងរួចរាល់ហើយតែថ្ងៃស្អែកខ្ញុំញាតទាំងអស់ត្រូវថ្ងៃទី4ខែតុលាឆ្នាំ2014យើងធ្វើមហាបាតកម្មនៅខាងមុខទូតយូនបើនៅខាងមុខទូតយូននៅថ្ងៃស្អែកវេលាម៉ោង7យប់ជុំម៉ោង7ព្រឹកជួបជុំគ្នានៅមុខស្ថានទូតយូនដែលយូនគឺជាមេចៅចៅសមុទ្រសកៃដូងកន្តោបត្រកូលដែលជាលូទឹកដីយើងថ្ងៃស្អែកយើងធ្វើមហាបាតកម្មនៅថ្ងៃទី4ថ្ងៃទី4គឺខែ10 2014នៅខាងមុខទូតយូនហ្នឹងគឺប្រជាពលរដ្ឋប្រសង់ជាង 100000 នាក់ជាងនៅខាងមុខទូតយូននៅក្នុងថ្ងៃស្អែកដើម្បីប្រឆាំងជនជាតិយូនតែម្ដងនៅវានិយាយថាទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វាប៉ុន្តែថ្ងៃនេះគឺប្រសង់នៅវត្តស្ទឹងមានជ័យប្រសង់អ្នកស្នេហាជាតិព្រមទាំងប្រជាពលរដ្ឋអ្នករងគ្រោះដីធ្លីនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យមកស្នាក់នៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញក៏បានចូលរួមកនៅក្នុងថ្ងៃស្អែកនេះដែរទៅដើម្បីចូលរួមមហាបាតកម្មនៅខាងមុខទូតយូនតែម្ដងព្រមទាំងញោមញាតពុទ្ធបរិស័ទនៅចំណុចជើងវត្តស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញបានចូលរួមដែរនៅក្នុងថ្ងៃស្អែកទៅយើងចាប់ដើមចេញពីវត្តស្ទឹងមានជ័យតម្រង់ទិសទៅខាងមុខទូតយូននៅថ្ងៃទី4ខែ10 2014តែម្ដងគឺវិជាប្រវត្តិប្រសងអ្នកស្នេហាជាតិការពារទឹកដីមាតុភូមិជាង 100000 នឹងអង្គអ្នកដែរនេះសូមឲ្យប្រជាពលរដ្ឋនិងសារៈព័ត៌មានឆាកអន្តរជាតិនិងអន្តរជាតិដើម្បីចូលរួមនៅក្នុងថ្ងៃស្អែកយើងជាទូនាទីកូនខ្មែររក្សានៅប្រទេសជាតិមាតុភូមិយើងហើយក៏យើងមិនចង់ឲ្យមេចៅយូនជាសកៃដូងកន្តោបចៅសមុទ្រមកលូចទឹកដីយើងបន្តវេនទៀតទេយើងសូមផ្ដាំចៅទៅជនជាតិយូនមាននៅរស់លើទឹកដីខ្មែរមាន4លាន5សែននាក់នៅក្នុងបច្ចុប្បន្នហើយថាជននិគមឬអន្តោប្រវេសន៍ហើយតែជនជាតិយូនជាមេចៅសមុទ្រអញ្ចឹងនៅក្នុងថ្ងៃស្អែកយើងត្រូវតែការចូលរួមឲ្យបានកកទាំងមនុស្សខ្វាក់ខ្វិនទាំងពីមន្ត្រីរាជការទាំងពីគ្រូរេនសាសនាសិស្សនិស្សិតបញ្ញវន្តព្រះសង្ឃជាទូនាទីសរសៃឈាមប្រទេសជាតិយើងមានតែមុំយើងតាមម្ដងតែថ្ងៃនេះគឺវត្តស្ទឹងមានជ័យចេញបេសកកម្មមុនគេតែម្ដងបានបង្ហាញយើងទៅគឺមានទួងជាតិនិងទួងព្រះពុទ្ធសាសនាយើងតែម្ដងនឹងអមដៃព្រោះយើងដឹងហើយមានទួងជាតិនិងទួងព្រះពុទ្ធសាសនាគឺជាវប្បធម៌គឺជាតិសាសនាយើងពាក្យស្លោកបុរាណលោកបានពោលថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរលាយជាតិតកានអសរសាស្ត្រជាគោរបស់ជាតិវិន័យនៃលោកញាតិជាគោសាសនាការបើអសរសាស្ត្របាត់បង់ជាតិក៏អាប់អោនសាបសូន្យទៅជាលំដាប់លំដោយមានជាតិគឺមានព្រះពុទ្ធសាសនាមានព្រះពុទ្ធសាសនាទៅនឹងមានជាតិអាស្រ័យគ្នាដូចបបេមាត់នឹងថ្មិញចឹងសូមឲ្យប្រជាពលរដ្ឋទូនីតិជាសរសៃឈាមជាកូនខ្មែរថ្ងៃស្អែកគឺក្រុមចលនាកូនខ្មែរដើម្បីដឹកនាំទៅចូលរួមមហាបាតកម្មនៅខាងមុខទូតយូនទៅសូមឲ្យកូនខ្មែរប្រសង់ខ្មែរអ្នកវាគ្មិនអក្សរវិទ្យាអ្នកអក្សរវិទ្យាបណ្ឌិតកវីទាំងឡាយដើម្បីបញ្ចេញអំពីអ្នកចេះដឹងទស្សនៈវិជ្ជាក្តីទស្សនៈចំណេះចេះដឹងក្តីនិយាយអំពីប្រវត្តិពិតៗនៅខាងមុខទូតយូនអាត្មាភាពក៏ជាទូនាទីមួយជាប្រធានចលនាកូនខ្មែរនៅក្នុងថ្ងៃស្អែកបានបើកចំហចំណេះចេះដឹងតែម្ដងដើម្បីឲ្យញាតិញោមព្រមទាំងជានានាជនប្រុសស្រីគ្រប់រូបដឹងអំពីតើយូនជាមេចៅចេញអំបូរពីណាយូនគឺជាមេចៅសមុទ្រដែលលូតទឹកដីយើងកម្ពុជាក្រោមអស់ហើយប៉ុន្តែបច្ចុប្បន្នវាចង់លេបបំផាក់ទឹកដីយើងទៅទៀតហៅថាដាក់របៀបអរិយដីសម្បទាន99ឆ្នាំដែលរបបលោកហ៊ុនសែនតែម្ដងដែលបានឲ្យយូនរស់នៅលើទឹកដីខ្មែរយើងរាប់លាន4លាន5សែននាក់ចឹងនៅនេះថ្ងៃស្អែកសូមឲ្យញោមញាតព្រះសង្ឃដើម្បីចូលរួមមហាបាតកម្មនៅថ្ងៃទី4រហូតដល់ទី8នៅខាងមុខទូតយូនជួបជុំគ្នាម៉ោង7ព្រឹកនៅថ្ងៃស្អែកថ្ងៃទី4នឹងខែ10 2014សូមឲ្យកូនខ្មែរព្រះសង្ឃឲ្យចូលបានជាង 100000 ឬ 50000 នាក់ដើម្បីដេញកម្ចាត់យូនគឺជាមេចៅសមុទ្រឲ្យចាក់ចេញប្រទេសខ្មែរឆាប់តែអាត្មាក៏បដិញ្ញាជាកូនខ្មែរជាព្រះសង្ឃខ្មែរជានិស្សិតបញ្ញវន្ត
ในสกอร์จะไล่อนุมันดึกในอาสาสมัครมาบุดานมันคลายระบอบยูนให้กับมันคลายระบอบลุนสายได้ยังมีจำนวนเจ็ดดังในตุ๊บตัวจมูกระบอบกุ้มมันได้ปลายกาจึงสมกุขมายประสอบขมายจูรูปบาดดับเมินเนี่ยในครั้งไงใส่เจอธรรมเพียบพร้อมเตียงกรมจารณาโกนขมายกินยักษ์ล่างข้างไปแจ้งตีบวัดปัดการร้องในใหญ่ใจจุนกระดอกโกนขมายในคำมันตุอยู่ปอส้มอกุนส้มจำรานเพราะได้เรียกาวารมีนปีวัดสตึงมันเจยขันเจยเรทนีมันเป็นปอส้มจำรานเพราะอกุน